សួស្តីបងប្អូនមកទៀតហើយថ្ងៃនេះផ្ទះកសិកម្មចង់នាំបងប្អូនមកមើលមុខរបរចិញ្ចឹមកណ្តុបហើយនឹងការភ្ញាស់កងកណ្តុបធ្វើម៉េចឲ្យវាញាស់បានច្រើនហើយស្រស់គ្នាល្អបងប្អូនឥឡូវយើងទៅមើលការភ្ញាស់កណ្តុបទាំងអស់គ្នាមុននឹងភ្ញាស់គឺយើងត្រូវរែងពងពីក្នុងរោងសិនប៉ុន្តែបងនេះខ្ញុំរែងរួចហើយមិនបានថតទេឥឡូវនេះឲ្យបងស្រីជួយធ្វើបង្ហាញយើងរៀបចំខ្សាច់លាយជាមួយនឹងផែនកាមដាក់នៅបាតធុងរបស់យើងសម្រាប់ដាក់ភ្ញាស់រួចហើយយើងយកពងហ្នឹងទៅត្រាំទឹកសិនបងប្អូនយើងត្រាំទឹករយៈពេល10ទៅ15នាទីឲ្យវាជ្រាបទឹកបានជោគហើយយើងបានយកវាមករៀបនៅក្នុងខ្សាច់ដែលយើងបានបង្ហាប់ណែហ្នឹងបងប្អូនយើងលើកដាក់មកយើងចាក់វាចូលហើយយើងបង្រាយវាឲ្យស្មើសាច់ទៅកុំឲ្យវាកលើគ្នាច្រើនពេកពេលដែលវាញាស់មកអាចនឹងបជ្រៀតគ្នាពិបាកនឹងញាស់ចេញតែបើយើងបរាយវាឲ្យស្មើមកហើយបានយើងក្រាលសកៃដូងពីលើបងប្អូនក្រាលសកៃដូងយើងបរាយវាតិចថាមកថ្នមដៃបរាយវាថ្នមឲ្យស្មើទៅកុំឲ្យវាកន្លែងខ្លះក្រាស់កន្លែងខ្លះស្ដើងអញ្ចឹងវាពិបាកញាស់យើងបរាយវាស្មើហើយយើងក្រាលសកៃដូងយើងនេះក្រាលសកៃដូងពីលើថាមកព្រះវាថាមិនទៅក្រាស់ពេកទេបងប្អូនឲ្យទៅចិត្តពងកណ្ដូបហ្នឹងទៅដើម្បីយើងបាញ់ទឹកទៅវាមានសំណើមអត្ថប្រយោជន៍នៃសកៃដូងហ្នឹងគឺរក្សាសំណើមកុំឲ្យវាស្ងួតដល់ពេលស្ងួតគឺពងនឹងអត់ញាស់ទេយើងបរិយាវាសាអញ្ចឹងមកឬឲ្យចាំយើងបាញ់ទឹកតែមិនឲ្យស្មើឲ្យចិត្តពីលើពងកណ្ដូបហ្នឹងមកឬហើយចាំយើងបាញ់ទឹកវាយើងមានកដងទឹកសុទ្ធក៏បានមានក្បាលបាញ់ក៏បានដែរបាញ់វាយើងសើមជោគទីមកបងប្អូនរួចហើយយើងយកទៅដាក់50ថ្ងៃបងប្អូន50ថ្ងៃជារៀងរាល់ព្រឹកត្រឹមម៉ោង9ម៉ោង10ក៏បានដែរឬក៏មួយទៀតបងប្អូនមានដាក់អំពូកម្ដៅបងប្អូនអំពូកម្ដៅក៏បានដែរសម្រាប់កន្លែងខ្ញុំពេលព្រឹកខ្ញុំហាលហើយដល់ម៉ោង9ម៉ោង10ខ្ញុំលើកតុហើយគឺខ្ញុំដាក់ពូកម្ដៅបន្ថែមទៀតបងប្អូនព្រោះពេលខ្លះនៅពេលយប់អញ្ចឹងទៅវាត្រជាក់វាចុះត្រជាក់គឺខ្ញុំដាក់កម្ដៅពូកម្ដៅនៅពេលយប់ដើម្បីឲ្យវាឆាប់ញាស់ព្រោះពេលយប់ស្ថានភាពវាអត់គ្រប់គ្រាន់ទេវាក្តៅបានតែពេលថ្ងៃដល់ពេលយប់ឡើងវាត្រជាក់អញ្ចឹងធ្វើឲ្យវាលូតលាស់ជឿនបើយើងមានកម្ដៅទាំងថ្ងៃទាំងយប់អញ្ចឹងគឺវាលូតលាស់លឿនហើយវាឆាប់ញាស់បងប្អូននេះគឺទូខ្ញុំធ្វើអញ្ចឹងមិនមែនទូទេគឺកន្លែងស្អំសម្រាប់ឲ្យកូនកណ្ដូបនឹងឆាប់ញាស់ពេលដែលកម្ដៅធ្លាក់ចុះគឺវាលោតភ្លឺអូតូដល់ពេលកម្ដៅឡើងគ្រប់គឺវាផ្ដាច់ចរន្តខ្លួនឯងពេលយើងបើកអញ្ចឹងវានឹងចុះត្រជាក់ចាំមើលទៅទៀតវានឹងភ្លឺខ្លួនឯងបងនេះពេលដែលវាត្រជាក់គឺវាភ្លឺហើយភ្លឺអញ្ចឹងគឺវាផ្ដល់កម្ដៅឲ្យពងយើងបានកម្ដៅងុំរហូតមកពេលថ្ងៃយើងមានកម្ដៅថ្ងៃហើយនៅពេលយប់គឺវាបានកម្ដៅពីពូលហ្នឹងមកគឺពងកណ្ដូបយើងគឺឆាប់ញាស់ហើយញាស់បានស្រស់គ្នាល្អទៀតបងប្អូនអាចសាកតាមវិធីខ្ញុំក៏បានដែរហើយនេះឃើញវាលុតវិញបងប្អូនពេលដែលវាកម្ដៅគ្រប់គ្រាន់គឺវាផ្ដាច់ខ្លួនឯងអូតូហើយបងប្អូនហើយរយៈពេលតា8ថ្ងៃទៅ10ថ្ងៃគឺញាស់ហើយអានេះគឺញាស់បានប្រហែលថ្ងៃហ្នឹងមិនញាស់ភ្លាមទេគាត់ថាខ្ញុំអត់មានរូបភាពដែងមកភ្លាមហ្នឹងទេបងប្អូនដោយសារកដោបញាស់បានប្រហែលថ្ងៃហើយអរគុណបងប្អូនវីដេអូនេះមានតែប៉ុណ្ណឹង